30កាក់មួយកែវតែឯងនេះបំពាក់មាសឬមួយផឹកហើយអាចខ្លាយជាទេវតាហាថាថ្លៃពេកចាំមើលបន្តិចទៀតពួកឯងនឹងលោភលន់ស្លាប់ហើយអាយ៉ាស់ក្របខ្មៅនេះមើលទៅដូចលៀមមកពេកអញ្ចឹងរំរែកជាមួយខ្ញុំហាក្លិននេះក៏ក្រអូបចម្លែកដែរក្រអូបមានប្រយោជន៍អីអ្នកណាដឹងថាផឹកចូលទៅនឹងឈឺពោះរត់តែទឹកដោះគោទើបតែធ្វើឲ្យថ្មី30កាក់មួយកែវប្រុសផឹកហើយជួយបំពន់កម្លាំងស្រីផឹកហើយជួយថែរក្សាសម្រស់30កាក់នេះថ្លៃពេកហើយនេះជាអ្វីតែទឹកដោះគោគួចក្លិនផ្លែពេមិនដូចស៊ុបខាប់អាចផឹកបានទេអាចផឹកបានឬអត់មិនដឹងទេយ៉ាងណាក៏ដោយ30កាក់មួយកែវថ្លៃខ្លាំងណាស់លោកស្រីខ្ញុំធ្វើដំណើរអស់ពាក់កណ្ដាលថ្ងៃហើយអត់ធំក្លិននេះទើបអនុញ្ញាតឲ្យឈប់បន្តផឹកទៅមានបញ្ហាបើលោកស្រីខ្ញុំមានបញ្ហាទប់របស់ឯងនេះកុំតាំងលក់ចប់ហើយកែវទី1លក់ឲ្យអ្នកធំបើមានរឿងកើតឡើងគឺចប់ពិតមែនហាក់ផឹកតិចកុំប្រញាប់បើពិតជាផឹកទៅមានបញ្ហាឯងរត់ឲ្យអស់ពីកម្លាំងទៅកុំបារម្ភខ្ញុំមិនធ្វើរបស់ដែលបង្កគ្រោះថ្នាក់ដល់មនុស្សទេលោកស្រីផឹកតិចកុំប្រញាប់លោកស្រីអូយចប់ហើយពិតជាផឹកទៅមានបញ្ហាហើយក្មេងស្រីមិនអាចមានបញ្ហាទេមិនទាន់ស្លាប់ទេកុំស្រែកទៀតទៅខ្ញុំគ្រាន់តែបិទភ្នែកភ្លក់រសជាតិបន្តិចប៉ុណ្ណោះចៅហ្វាយស្រីខ្ញុំក៏ឯងធ្វើឲ្យខ្ញុំភ័យស្លាប់ហើយអូតាមពិតផឹកមិនស្លាប់មែនធ្វើឲ្យខ្ញុំ10កែវទៀតខ្ចប់យកទៅផងគ្មានបញ្ហាទេពិតជាឆ្ងាញ់ដល់ថ្នាក់នឹងមែនបងស្រីឯងមិនបានទៅតែមកវិញនៅសល់តែពួកយើង3នាក់ខ្វះម្នាក់ទៀតលេងអត់កើតទេមើលខ្ញុំធ្វើរបស់ប្លែកមួយឲ្យពួកឯងរបស់អីគេហ្នឹងមើលទៅអត់ទំនងសោះមើលមុខឯងស្អប់ខ្ពើមម្លេះទុកឲ្យខ្ញុំសាកមុនទៅស្រឡាញ់រហូតដល់ស្លាប់ស្រឡាញ់រហូតដល់ស្លាប់មិនឈឺមិនរីករាយមិនថាអារម្មណ៍ជ្រៅប៉ុណ្ណាក៏មិនអាចតែទឹកដោះគោនេះឆ្ងាញ់កប់សារីរបស់នេះពិតជាឆ្ងាញ់ដល់ថ្នាក់នឹងមែនរបស់ថ្មីនេះពិតជាធ្វើឲ្យខ្ញុំទ្រាំមិនបានមែនបើខ្ញុំផឹកទៀតខ្ញុំនឹងលាវអ៊ីហ្វៃប៊ូមអ្នកណាមកនេះប្រាប់ម្ចាស់ហាងថាយក20កែវទៀតហាគ្រប់គ្នាកុំប្រជ្រៀតគ្នាមានគ្រប់គ្នាខ្ញុំមិនមែនលោកទេពិតជាមិនមែនលោកទេខ្ញុំគ្រាន់តែសាកមើលទេសានស៊ឺវិនដាក់គុជឲ្យច្រើនបន្តិចថែមគុជត្រូវបង់លុយថែមអញ្ចឹងដាក់តិចវិញទៅហាសាច់អីគេខ្ញុំថ្មិញមិនល្អមិនកើតទេអីលោកពូទី2និងអ្នកមីងទី2មានរឿងមិនល្អហើយភ័យអីម្លេះកញ្ញាលីឈូកំពុងតាំងលក់នៅផ្លូវខាងលិចលក់តែគុជក្លិនផ្លែពេលនោះទុកកញ្ចាស់មួយនេះលក់បានប៉ុន្មាន30កាក់មួយកែវប៉ុន្មាន30កាក់គេយកក្បួនផ្សំនេះមកពីណារបស់ដែលឪពុកម្ដាយគេបន្សល់ទុកដើមឡើយជារបស់ត្រកូលសិនស្អែកទៅផ្លូវខាងលិចរឹបអូសទេសនោះមកក្បួនផ្សំនឹងប្រអប់លុយយកមកវិញទាំងអស់គ្នាចេញផ្លូវនេះជាតូបរបស់ត្រកូលសិនយើងគួរឲ្យស្អប់ណាស់លោកពូទី2និងអ្នកមីងទី2ពិតជាគ្មានកិច្ចខ្មាស់សោះហាងដែលឪពុកម្ដាយឯងបន្សល់ទុកជារបស់យើងឯងជាមនុស្សចង្រៃនេះនៅហ៊ានប្រកែកទៀតទៅយកសពទៅស្នាមមេដៃឯងជាអ្នកដឹកខ្លួនឯងដូច្នេះជីវិតរស់ស្លាប់របស់ឯងក្រោយពីនេះទៅគ្មានពាក់ព័ន្ធនឹងត្រកូលសិនទៀតប្រទេសកញ្ចាស់ដែលស៊ីកន្លែងនេះក៏ឯងដែរប្រញាប់ទៅឲ្យបាត់ទៅកុំស្លាប់នៅមាត់ទ្វារត្រកូលសិនខ្ជាក់ចង្រៃថ្ងៃនេះពួកឯងបណ្ដេញខ្ញុំចេញថ្ងៃក្រោយកុំមកអង្វរខ្ញុំឲ្យត្រឡប់មកវិញឲ្យសោះហឺឯងជាក្មេងកំព្រាស្រីម្នាក់យកអ្វីមកងើបមុខរួចហាលេងលក់ហើយទាំងអស់គ្នាពួកយើងតម្រង់ជួអស់ពាក់កណ្ដាលហេតុអីមិនលក់លីឈូពេលលេងសើចគ្រប់គ្រាន់ហើយត្រឡប់ទៅផ្ទះវិញទៅទ្វារក្រោយត្រកូលសិនបិទទៅខ្លាំងពេកខ្ញុំមិនបានឬពួកឯងឲ្យខ្ញុំត្រឡប់ទៅវិញទេកុំមកនិយាយឌឺដងនៅទីនេះឡាននេះជារបស់ត្រកូលសិនផ្ទះនេះក៏ជារបស់ត្រកូលសិនដែរលុយដែលឯងរកបានកាន់តែជារបស់ត្រកូលសិនទៅទៀតអោះណាមុខក្រាស់ជាងកំពែងក្រុងទៅទៀតរឿងក្នុងគ្រួសារអ្នកក្រៅគុំមកលូកមាត់អីខ្ញុំមិនលូកមាត់ទេខ្ញុំចាំមើលមករុញឡាននេះចេញទៅអ្នកណាហ៊ានប៉ះហ៊ានប្រឆាំងឯងលួចមើលរបស់គេហើយនៅហ៊ានទៅមកទៀតត្រូវតែប្រើវេទមន្តកំចាត់វេទមន្តហើយលីឈូមានណាត់ហើយសូមបងប្អូនអ្នកចិត្តខាងជួយធ្វើជាអាជ្ញាកណ្ដាលឲ្យខ្ញុំផងលិខិតកាត់សាច់ញាតិមិនអនុញ្ញាតឲ្យអានទេខ្ញុំនៅតែអានសិនលីចាប់ពីថ្ងៃនេះទៅត្រូវបណ្ដេញចេញពីត្រកូលសិនថ្ងៃក្រោយមិនថាមានឬក៏មិនថាឈឺស្លាប់ឬអត់បាយគឺមិនពាក់ព័ន្ធនឹងត្រកូលសិនឡើយក្រៅពីនេះមានរថយន្តចាស់មួយគ្រឿងសម្លៀកបំពាក់ចាស់ពីរឈុតទុកជាទឹកចិត្តចុងក្រោយនេះមិនមែនជារបស់ដែលពួកអ្នកបានផ្ដល់ឲ្យគេទេមិនបានជាម្សិលមិញជាឡានខូចថ្ងៃនេះឃើញថាអាចរកលុយបានក៏ខ្លាយជាវត្ថុដំណំគ្រួសារទៅវិញអត់ខ្មាស់ពេកហើយបណ្ដេញគេចេញហើយនៅចង់ដណ្ដើមមុខរបស់គេទៀតពួកយើងក៏ដើម្បីប្រយោជន៍គេដែរក្មេងស្រីចេញមុខចេញមាត់បែបនេះទៅថ្ងៃមុខតើនឹងរៀបការយ៉ាងម៉េចទៅរៀបការអាចយកមកស៊ីបានទេរបស់នេះអាច
ថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនអ្នកជិតខាងទាំងអស់គ្នាធ្វើខ្ញុំសិនលីចេញពីផ្ទះត្រកូលសិនហើយនឹងមិនចូលតូបរបស់ខ្ញុំទៀតទេពួកឯងក៏កុំគិតចង់ប៉ាដែរលោកម្ចាស់ខ្ញុំសូមតែគួចក្លិនផ្លែពេមួយកែវទៀតបានចិត្តបានខ្ញុំក៏សូមមួយកែវដែរដោយសារតែក្មេងស្រីនេះរឹងមាំខ្ញុំក៏ទិញដែរ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 នាងស្រីថោកទាបនាងចាំមើលចុះពីមុនគាត់ពិតជាមិនចេះធ្វើរឿងនេះទេគាត់នៅផ្ទះត្រកូលសិនមិនដែលបានចូលផ្ទះបាយផងច្បាស់ជាលួចរូបមន្តអ្វីមួយហើយលួចឬមិនលួចសំខាន់អីសំខាន់គឺនាងបានបិទផ្លូវរកស៊ីរបស់ខ្ញុំលោកម្ចាស់ហាងវ៉ាងនឹងព្រមជួយយើងយកបានរូបមន្តនោះមកវិញថ្ងៃក្រោយមុខរបរនេះយើងអាចចែកគ្នាបានពួកឯងសំបីតែក្មេងស្រីម្នាក់ក៏ចាប់មិនជាប់ដែរនៅចង់ចែកមុខរបរទៀតវីបំបាក់តូបគឺខូចខើពេកឥឡូវភ្ញៀវជឿនាងហើយបើវីបំបាក់ផ្ទុយទៅវិញបែរជាជួយឲ្យនាងល្បិចអញ្ចឹងធ្វើម៉េចទៅដំបូងត្រូវបំផ្លាញកេរ្តិ៍ឈ្មោះនាងសិនឯងរុញអីអាហាក្លិនអីហ្នឹងស្អុយណាស់គ្រប់គ្នាកុំទិញអីក្នុងធុងទឹកដោះគោរបស់មនុស្សនេះសុទ្ធតែមានកន្លាតនិងភក់រលួយភស្តាងដែលឯងភូតភោគឺនៅទីនេះភស្តាងគឺនៅទីនេះមិនមែនពិតជាមានបញ្ហាទេដឹងគឺនាងជាស្រីបម្រើដែលត្រូវគេបណ្ដេញចេញពីផ្ទះតើមានរបស់ស្អាតមកពីណាប្រហែលជាសំបីតែទឹកដោះក៏ស្អុយដែរសូមបងប្អូនមើលឲ្យច្បាស់របស់នេះស្ងួតវាជាប់ដីភក់និងស្លឹកបន្លែលួយបាទរបស់នេះពិតជាបានស្ងោរក្នុងឆ្នាំងខ្ញុំមែនវានឹងរលាយបាត់ទៅហើយមិនក៏នៅអាចធ្លាក់ចេញពីទ្រូងឯងទាំងដុំបែបនេះត្រូវហើយមិញឯងអោពោះហើយរុញចូលមកខ្ញុំឃើញហើយឯងនិយាយផ្ដេសផ្ដាសក្តារជ្រលក់នៅអាចលាងហើយប្រើបានគឺពេលប៉ះរបស់កខ្វក់ហើយមិនប្រើទៀតចាប់ពីថ្ងៃនេះទៅសម្រាប់តូបនេះខ្ញុំនឹងដាក់ច្បាប់3ចំណុចទី1វត្ថុធាតុដើមទាំងអស់ត្រូវបើកនៅចំពោះមុខសាក់ទី2វត្ថុធាតុដើមថ្ងៃនេះប្រើហើយត្រូវចាក់ចោលនៅពេលផុតកំណត់ទី3អ្នកណាធ្វើអ្នកណារៀបចំអ្នកណាលើកគឺអ្នកណាក៏មើលឃើញដែរចង់ផឹកសុំតម្រង់ជួរបើមិនទុកចិត្តអាចមិនទិញក៏បានឲ្យខ្ញុំមួយកែវខ្ញុំនឹងឈប់ផឹកនៅទីនេះមើលតើអ្នកណាហ៊ានថាវាខ្វក់ឈ្មោះហាហាហាខ្ញុំផឹកហើយមិនស្លាប់ទេហាហាហាខ្ញុំក៏ទិញដែររបស់ខ្វក់មិញនោះមើលទៅដឹងថាគេចាប់រកហាហាហាចៅហ្វាយហាងមិនបានសម្រេចទេមនុស្សហេតុប្រយោជន៍ឲ្យអញបំផ្លាញគេឈ្មោះគេមិនមែនឲ្យអញទឹកក្មេងស្រីនោះពិតជាចំគេមិនយំមិនរកពីដំបូងបាននិយាយរឿងអាក្រក់យ៉ាងច្បាស់លាស់ឥឡូវនេះយើងមានតែរងចាំឲ្យគេច្របូកច្របល់រងចាំឲ្យគេធ្វើខុសនាំគ្នារើចេញឲ្យមន្ត្រីរាជការបំពេញការងារពួកក្មេងទំនើងទើបតែចេញទៅឥឡូវនេះមន្ត្រីរាជការក៏មកដល់ហើយប្រធានឈិនបើលោកចង់ដោះស្រាយសំណុំរឿងក៏ដោះស្រាយតែកុំបំបែកចានបាយអ្នកទោសឲ្យប្រធានឈិនមានការងារកាលពីយប់មិញតុលាការជំនុំជម្រះក្តីរហូតដល់បងប្អូនយើងងុយដេកដល់ថ្នាក់កាន់កាំបិតក៏នៅតែគួចក្លិនផ្លែពេលនេះយកឲ្យខ្ញុំ20កែវមាននិយាយថាមិនឲ្យអ្នកណាឲ្យពួកគេហិតក្លិនហើយពិចារណាហាហាហាតម្រង់ជួរមន្ត្រីរាជការបំពេញការងារក៏ត្រូវតម្រង់ជួរនៅខាងក្រោយដែរបានហើយបងប្អូនតម្រង់ជួរក៏តម្រង់ជួរទៅពួកឯងយល់អីលោកមន្ត្រីឈោពីក្រោយខ្ញុំទុនជើងអស់ហើយកុំខ្លាចអីថ្ងៃនេះយើងមិនចាប់មនុស្សទេគឺចាប់តែគុជទេហឺមើលពួកឯងទៅគ្មានបានការសោះមេឆ្ងាញ់ទេក្របខ្មៅនេះគួរឲ្យចាប់អារម្មណ៍បន្តិចហៅថាម្ចាស់ពិតលោកមន្ត្រីសុទ្ធតែតម្រង់ជួរទិញរបស់នេះច្បាស់ជាគ្មានបញ្ហាថ្ងៃស្អែកលោកឈិនស៊ីដឹក20កែវទៀតទៅទីស្នាក់ការរដ្ឋបាលការដឹកជញ្ជូនត្រូវគិតថ្លៃផ្សេងដឹកទៅដល់ទីស្នាក់ការរដ្ឋបាលថែមទាំងគិតថ្លៃធ្វើដំណើរកម្លាំងពលកម្មការចំណាយជាក់ស្ដែងនិងការទូទាត់សំណងសុទ្ធតែត្រូវកាន់នេះរបស់អ្នកគិតច្បាស់ជាងកាន់នេះឲ្យករបស់ការិយាល័យស្រុកបងប្អូនបង្កើតក៏ត្រូវគិតគូរឲ្យច្បាស់លាស់ដែរចុះទម្រាំរាជការលោកម្ចាស់ហាងគាត់នេះកំពុងតែតាក់ទងជាមួយរាជការអត់ទេគាត់ទៅរាជការក៏គោរពតាមច្បាប់របស់គាត់ដែរពេលនេះកាន់តែពិបាកទៅទៀតហើយសូមអភ័យទោសថ្ងៃនេះលក់អស់ហើយចុះធ្វើម៉េចទៅលោកសិនខ្ញុំតម្រង់ជួរអស់កន្លះម៉ោងហើយមែនហើយកញ្ញារបស់ខ្ញុំនៅរងចាំនៅឡើយទេលោកសិនចៅហ្វាយយើងនិយាយថាថ្ងៃស្អែកទីស្នាក់ការរដ្ឋបាលត្រូវការ30កែវអ្នកដែលចង់បានទៀតនៅថ្ងៃស្អែកត្រូវចុះឈ្មោះមុននឹងបង់ប្រាក់កក់ខ្ញុំតម្រង់ជួរទី1ទីស្នាក់ការរដ្ឋបាលតម្រង់ជួរទី2ហា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 តុបតូចលេងអាចតុបតូចបានទៀតហើយថ្ងៃស្អែកទោះបីជាអ្នកដោះដៃ8ក៏ដោយក៏ធ្វើមិនទាន់ដែរដូច្នេះមិនអាចតាំងលក់ទៀតបានទេបើមិនតាំងលក់ចុះអ្នកធ្វើអ្វីបើខាងត្រូវការថ្លៃជួលនិងមនុស្សថែមទាំងត្រូវដោះស្រាយជាមួយដៃគូប្រកួតប្រជែងទៀតសាកមើលទៅដឹងហើយស្អែកខ្ញុំទៅជាមួយអ្នកតុបនេះចាស់បន្តិចហើយតែទីតាំងល្អមួយខែ20កំប៉ុងខ្វះមួយកាក់ក៏មិនជួលដែរ20កំប៉ុងអ្នកមិនទៅប្លន់គេទៅបើថាថ្លៃកុំជួលទៅហាងជូសៀនគឺនៅខាងមុខកំពុងតែសម្លឹងមើលដែរអ្នកកុំគ្រាន់តែមើលអីតម្លៃនេះថ្លៃពេកខាងមុខទុកសម្រាប់កន្លែងទទួលការកន្លែងនេះទុកសម្រាប់កន្លែងទទួលទីធ្លាខាងក្រោយទុកសម្រាប់គ្រឹះវាចំហៀងទុកសម្រាប់ដឹកជញ្ជូនចាប់ផ្ដើមរៀបចំផែនការហើយតែខ្ញុំប្រាប់ទុកមុនណាថ្លៃជួលបងរំលោះកន្លះឆ្នាំម្ដងកន្លះឆ្នាំអ្នកគិតថាលុយគាត់បានមកពីច្បាជួលមិនកើតក៏ឈប់ទៅទុកនេះខ្ញុំចង់បានអាកាសធាតុថ្ងៃស្អែកបានលោកម្ចាស់ហាងវ៉ាងនេះគឺសិនលីឈូថ្ងៃស្អែកមិនមែនត្រូវជួបប្រពន្ធចាស់របស់អ្នកទេគឺមានរឿងបែបនេះមែនជួលឲ្យគាត់ក៏បានដែរតែថ្លៃជួលឡើងដល់60ម៉ឺនគាត់អាចឲ្យបានទេបើឲ្យមិនកើតកាន់តែល្អបើឲ្យកើតក៏ឲ្យគាត់ពិបាកដែរអ្នកគ្រាន់តែដំឡើងថ្លៃភ្លាមទៅបើគាត់រករឿងខ្ញុំនឹងជួយអ្នក
យល់ហើយគាត់មានសមត្ថភាពក្នុងការលក់ដូរការបើកហាងមិនមែនគ្រាន់តែចេះឆុងទឹកផ្អែម2 3កែវនោះទេចង់ទិញតែខ្ញុំអត់លុយខ្ញុំចង់រកការងារធ្វើចេះគិតលេខទេចេះ 1.1 + 1 ស្មើប៉ុន្មានស្មើ2ឈ្មោះអីឈុនតាវថ្ងៃនេះជួយធ្វើការឲ្យថៅកែមួយថ្ងៃថ្លៃឈ្នួល20កាក់និងភេសជ្ជៈក្តៅ1កែវបើធ្វើខុសពិតប្រាកដនឹងត្រូវកាត់លុយបើធ្វើត្រូវនឹងបានថែមលុយអរគុណលោកថៅកែខ្ញុំនឹងខិតខំធ្វើការឲ្យបានល្អកញ្ញាសិនតម្លៃកាលពីម្សិលមិញខ្ញុំត្រឡប់ទៅគិតមើលទៅមិនសមទេអ្នកចង់ន័យថាម៉េចហាងនេះទីតាំងល្អកាលពីម្សិលមិញថា20កាក់ខ្ញុំច្រឡំហើយ60កាក់មួយខែ60កាក់មិនមិនយកហាងទៅដាក់លើមាសតែម្ដងទៅលីឈូគាត់ចិត្តណាទេកញ្ញាសិនបើថ្ងៃនេះមិនចុះហត្ថលេខាទេថ្ងៃស្អែកតម្លៃនឹងលេងដូចនេះហើយ60កាក់អហបានតែត្រូវតាមលក្ខខណ្ឌរបស់ខ្ញុំអ្នកចង់សរសេរយ៉ាងម៉េចទី1រយៈពេលជួល10ឆ្នាំ10ឆ្នាំទី2ក្នុងរយៈពេល10ឆ្នាំថ្លៃជួលមិនអាចឡើងទៀតបានទេនេះមិននឹងការខ្ញុំចេញលុយជួសជុលហាងថ្លៃជួសជុលកាត់ថ្លៃជួល3ខែដំបូងទី3អ្នកបំពេញកិច្ចសន្យាពាក់កណ្ដាលផ្លូវត្រូវសងសំណង10ល្អហើយគាត់ឡើងថ្លៃ1ផ្លេតអ្នកចង់រយៈពេល10ឆ្នាំតើខ្ញុំមានហេតុផលអីទៅដែលជំពាក់អ្នក10ឆ្នាំនោះមិនគ្រប់គ្រាន់ទេចាំបន្តិចបំផ្លាញ10ដងគឺសាហាវពេកហើយដំឡើងថ្លៃជួលបណ្ដោះអាសន្នដំឡើងថ្លៃជួលបណ្ដោះអាសន្នមិនសាហាវទេ5000ជួលរយៈពេល10ឆ្នាំសរសេរលើក្រដាស់ខ្មៅអ្នកណាគិតចង់ដំឡើងថ្លៃត្រូវសង10ដងមុនម្ចាស់ហាងគាត់ពិតជាបានចុះហត្ថលេខាហើយគាត់មិនមែនត្រូវគេបង្ខំឲ្យធ្លាក់ចូលរណ្ដៅទេគាត់បានបដូររណ្ដៅនោះឲ្យទៅជាគ្រឹះរបស់គាត់វិញជួលតូបមិនមែនមានន័យថាអាចបើកបានជោគជ័យនោះទេម្ចាស់ហាងចង់មានន័យថាតូបអាចចាក់សោបានប្រភពទំនិញអាចចាក់សោបានទេមួយជីវិតនេះខ្ញុំមិនដែលគិតទេខ្លួនឯងនឹងនៅតែបោសសម្អាតហាងតែទឹកដោះគោនេះជាធម្មតានេះជាកន្លែងទទួល3កន្លែងទីធ្លាខាងក្រោយជាកន្លែងគ្រឿងផ្សំសំខាន់ខាងទ្វារចំហៀងសម្រាប់ដឹកជញ្ជូនក្រៅតាភ្ញៀវមិនអង្គុយផឹកទេចង់អង្គុយក៏អង្គុយមិនចង់អង្គុយក៏យកទៅលោកម្ចាស់តែត្រូវបានគេស្រោចទឹកហើយថ្ងៃស្អែកនឹងបើកដំណើរការហើយតែsaoមិនអាចប្រើបានទេបើកាក់តែតិចគឺមិនមែនលក់កាក់តែជីចម្បងទេគឺមិនមែនលក់កាក់តែជីចម្បងទេលក់ទឹកដោះគោរសជាតិផ្លែពេជីទឹកដោះគោរសជាតិសណ្តែកក្រហមនិងនំទំនិញរបស់ខ្ញុំតើអ្នកមានហេតុផលអីទៅដែលធ្វើឲ្យម្សៅទឹកដោះគោរបស់សមាគមពាណិជ្ជករយកែវកញ្ចក់តែងតែគ្មានអ្នកផឹករបស់ចម្លែកទាំងនេះទេម្សៅទឹកដោះគោរបស់អ្នកអាចឲ្យខ្ញុំមើលបានទេអ្នកណាគេខ្ញុំឈ្មោះសិនលីឈូខ្ញុំជាម្ចាស់ហាងតែទឹកដោះគោទំនិញឈុតនេះខ្ញុំយកហើយលីឈូអីវ៉ាន់តែរបស់យើងទើបតែត្រូវបំផ្លាញអ្នកទិញរបស់ចម្លែកមួយរទេសទៀតហើយមិនមែនតែមួយរទេសនេះទេខ្ញុំចង់ផ្គត់ផ្គង់ទំនិញរយៈពេលវែងម្សៅទឹកដោះគោទឹកផ្លែឈើកែវកញ្ចក់គ្រឿងទេសអាចផ្គត់ផ្គង់បានប៉ុន្មានជាប្រចាំឲ្យតែអ្នកហ៊ានទទួលខ្ញុំក៏ហ៊ានដឹកបញ្ញាសិនអ្នកគិតឲ្យបានច្បាស់ទំនិញដែលសភាពាណិជ្ជកម្មមិនទទួលស្គាល់បើមានបញ្ហាគ្មានអ្នកណាមកជួយហាងរបស់ខ្ញុំទទួលខុសត្រូវខ្លួនឯងយប់នេះទទួលទំនិញមួយឈុតសិនថ្ងៃស្អែកបើកលក់បើលក់ដាច់ក្នុងរយៈពេល3ថ្ងៃនឹងចុះកិច្ចសន្យាកំងមុនរួចចាំយកលេខនឹងមានន័យថាម៉េចកញ្ញាសិនកន្លែងរបស់អ្នកមិនដូចហាងតែទេល្អិតល្អន់ពេកហើយសុំសួរថ្ងៃនេះញ៉ាំនៅហាងឬខ្ចប់ទៅផ្ទះមានការបែងចែកបែបនេះទៀតញ៉ាំនៅហាងគឺអង្គុយផឹកខ្ចប់ទៅផ្ទះខាងកំងខ្ចប់30កែវរងចាំនៅច្រកទទួលអាហារលេខ3ខ្ញុំមានលេខហើយខាងមុខរៀបចំអាហារលឿនពេកហើយភរិយាខ្ញុំឲ្យខ្ញុំយកពីពេញទៅវិញចុះហេតុអីមិនទៅទិញមុនហាងជូសៀនគឺរបស់ខ្ញុំមានតែឡុងជីងលំដាប់ខ្ពស់និងនំបញ្ចុកពួកអ្នកទៅទិញរបស់តាមផ្លូវទៅលោកម្ចាស់ហាងវាងគាត់បើកហាងហើយគ្រាន់តែជាហាងទឹកដោះគោបែកហើយអ្វីបានជាវាដណ្ដើមអតិថិជនរបស់ខ្ញុំតែលោកម្ចាស់ហាងវាងលោកប្រធានស៊ូបានឲ្យខ្ញុំនាំសារមួយលោកប្រធានស៊ូនេះមនុស្សម្នាក់នេះមិនអាចចាត់ទុកត្រឹមជាអ្នកលក់តូចតាចគាត់នឹងបង្កើតច្បាប់និងគ្រប់គ្រងលំហូរអតិថិជនហើយថែមទាំងមានប្រភពទំនិញគឺត្រូវតែបញ្ចូលទៅក្នុងសមាគមឬក៏ត្រូវកម្ចាត់ចោលឲ្យបានឆាប់ទឹកដោះគោគុជខ្យងក្លិនផ្លែពេ162កែវទឹកដោះគោដំឡូងជ្វីគ្រាប់មូលសណ្តែកក្រហម80ទឹកដោះគោផ្លែឈើដំឡូងជ្វីខាងលិច57បើ3ថ្ងៃទៀតនៅតែលក់ដាច់ដែរឬបើទម្លាក់ទំនិញមួយបាច់ទៀតចូលក្រុងគឺប្រកាសខ្ញុំចង់ឲ្យអ្នករក្សាខ្សែទំនិញដែលរឹងមាំអ្នកមិនខ្លាចសមាគមពាណិជ្ជកម្មពួកគេប្រកាសជានឹងរារាំងហើយដូច្នេះត្រូវចុះហត្ថលេខាលើកិច្ចសន្យា60001ក្មេងស្រីឯងនេះចូលក្រុងទាំងអស់សុទ្ធតែចុះហត្ថលេខាចូលក្នុងនេះគឺជាហាងភេសជ្ជៈតែលីឈូបិទទ្វារហើយលោកម្ចាស់របស់ខ្ញុំមិនបានពិសាអាហារអស់រយៈពេលថ្ងៃនេះគាត់បានមកទីនេះជាពិសេសបើអ្នកមានសមត្ថភាពចូលធ្វើភេសជ្ជៈមួយកែវដែលអាចពិសាបានអ្នកក្រទិញអីវ៉ាន់នៅតែក្រអឺតក្រទុំលេះពេញហាងសុទ្ធតែផ្អែមល្ហែមអាក្រក់ណាស់អញអត់មានជាតិប្រៃផ្អែមសោះអញញ៉ាំអីក៏អត់មានរសជាតិដែរហ៊ានណាស់បើខ្ញុំនិយាយខុសយប់នេះខ្ញុំអត់យកលុយអញទេបើអញនិយាយត្រូវអីចឹងក៏បងលុយតាមក្បួនខ្នាតទៅបានមិនបាច់ប្លែកទេមិនបាច់ដាក់សណ្តែកក្រហមទេមិនបាច់ទេចំណងអាហាររបស់គាត់ត្រូវបានរសជាតិក្រមិនអាចប្រើស្ករនិងទឹកដោះគោប្រភេទនេះទៀតស្រស់ស្រាយណាស់អញដាក់អំបិលក្នុងភេសជ្ជៈផ្អែមមិនមែនភេសជ្ជៈផ្អែមទេគឺសម្រាប់ដាស់ចំណងអាហារតែក្រូចឆ្មាជាអង្កាមឆុងត្រជាក់ទឹកដោះគោស្រោបពីលើភេសជ្ជៈត្រជាក់ចៅហ្វាយខ្ញុំក្រពះពោះវៀនគាត់ខ្សោយស្រាប់មិនមែនទឹកក៏ទេគឺត្រជាក់ល្មមពេលចូលមាត់ដំបងជូរបន្ទាប់មកស្រស់ស្រាយចុងក្រោយរសជាតិប្រៃបន្តិចទុកជាតិទឹកដោះគោដែលរអិលខ្ញុំចូលចិត្តសម្ញែងមានលុយមើលអត់ដឹងថាគាត់ផឹកនេះឆ្ងាញ់ឬអត់ទេជូហ្វីឯងផឹកអស់ហើយស្រេកទឹកខ្លាំងណាស់ស្រេកទឹកខ្លាំងរហូតដល់អត់សល់មួយដំណក់សោះប៉ុន្មាន100កាក់ធម្មតាឯងមិនមែន30កាក់ទេអីភេសជ្ជៈនេះអត់មានក្នុងបញ្ជីមុខមកតែចុងត្រជាក់ក្រូចឆ្មាជាអង្កាមទឹកដោះគោស្រោបពីលើត្រូវបានលីរសជាតិដោយឡែកភ្ញៀវពិសេសតម្លៃក៏ពិសេសដែរស្អែកនៅតែម៉ោងនេះដដែលបើព្រះចៅអធិរាជទ្រង់ជ្រាប
ច្បាស់ជាសួររកប្រភពប្រាក់នេះមិនខានកុំឲ្យរំខានដល់ក្នុងវងអីប្រធានសភាពាណិជ្ជកម្មបរិះលោកស៊ូគាត់មកធ្វើអីកញ្ជ្រោងចាស់នេះមិនងាយស្រួលនឹងរញ៉េកញ្ញាសិនពិតជាមានល្បិចល្អណាស់ភ្ញៀវផឹកអីថ្ងៃនេះមិនផឹកតែទេខ្ញុំមកអញ្ជើញកញ្ញាសិនទៅសភាពាណិជ្ជកម្មផឹកមួយកែមានរឿងអីនិយាយនៅទីនេះទៅមិនបាច់ទៅសភាមានរឿងអីនិយាយនៅទីនេះមិនបានទេត្រូវទៅសភាពាណិជ្ជមនុស្សទំនេរមិនគួរស្ដាប់ទេនាងសានមិនមែនជាមនុស្សទំនេរទេនាងជាភ្ញៀវរបស់ខ្ញុំកញ្ញាសិនយុវជនមានឆ្អឹងខ្នងជារឿងល្អប៉ុន្តែធ្វើចំនួនញឹកញាប់គ្រាន់តែមានឆ្អឹងខ្នងមិនគ្រប់គ្រាន់ទេអញ្ចឹងនិយាយទៅថាប្រធានស៊ូត្រូវការអ្វីរូបមន្តតម្លៃចំនួនអ្នកគ្រប់គ្រងទាំងអស់ត្រូវប្រគល់ឲ្យសភាពាណិជ្ជកម្មចំណែកនាងនៅតែជាម្ចាស់ហាងតែលីឈូដដែលគ្រាន់តែទៅមុខប្រើវត្ថុធាតុអីលក់តម្លៃប៉ុន្មានបើកសាខៅអត់ក៏ត្រូវឲ្យសភាពាណិជ្ជកម្មយកព្រមដែរខ្ញុំនៅតែអាចរៀបចំមុខម្ហូបដោយខ្លួនឯងជាការពិតណាស់ត្រូវឲ្យសភាពាណិជ្ជកម្មនៅតែអាចជ្រើសរើសកម្មការិនីស្ត្រីច្រើនពេកទីបំផុតក៏មិនសមរម្យដែរនៅតែអាចចុះកិច្ចសន្យាជាមួយអ្នកគ្រប់គ្រងដោយទំនិញពីតំបន់ខាងលិចដែលមិនស្គាល់ប្រភពល្អបំផុតកុំប៉ះពាល់ច្រើនអញ្ចឹងមិនមែនមានន័យថាប្រគល់ហាងឲ្យអ្នកតោះឯងនេះជាបរិះដែលជឿជាក់អ្នកណាឲ្យឯងមានទំនុកអ្នកណាឲ្យឯងហ៊ានទាមទារលក្ខខណ្ឌទាំងនេះឆាប់ទៅបាត់ទៅឯងជាស្រីកាច់ដែលមិនស្គាល់គុណគេឯងចាំមើលទៅធ្វើបានល្អណាស់ទឹកកកស្ករទឹកដោះគោស្លឹកតែមួយមុខក៏គុំទុកឲ្យគេដែរកញ្ញាសិនហាងលីជីយូពូមិនបានមកទេគាត់ត្រាទុកខ្ញុំទៅសួរម្ចាស់ហាងខាងហាងគាត់ថាថ្ងៃនេះអត់មានទំនិញពួកគេអស់ទំនិញហើយតែខ្ញុំឃើញនៅក្រោយផ្ទះគាត់មានស្ករគោពេញពាក់កណ្ដាប់អញ្ចឹងថ្ងៃនេះយើងនៅតែបើកទេបើកឥឡូវរាប់ស្តុកឈុនថាវាកំសៅទឹកដោះគោ12កំប៉ុងថ្ងៃនេះអាចលក់បានច្រើនបំផុត120សន្តែក្រហមនៅសល់ពីម្សៅយីអូយៀនមួយថង់កន្លះតែក៏នៅសល់តែប៉ុណ្ណឹងដែរតែត្រូវដកចេញពីធ្នើមិនលក់ទេថ្ងៃនេះលក់ភេសជ្ជៈដូចជាទឹកសណ្ដែកនិងស្រាអង្ករនៅក្នុងឡានខ្ញុំនៅមានទឹកផ្លែឈើកំប៉ុងទុកមួយកំប៉ុងគុំលក់អស់ទាំងអស់ហេតុអ្វីពេលផ្គត់ផ្គង់ដាច់ខ្លាចបំផុតគឺថ្ងៃនេះលក់អស់ថ្ងៃស្អែកដាច់បាយហើយថ្ងៃនេះមិនទៀមទាលក់បានច្រើនទេសុំកុំឲ្យញញៃមិនក៏តែគួចក្លិនផ្លែពេលអស់ទៅហើយតែត្រជាក់ក្រូចឆ្មាក៏អស់ដែរកញ្ញាខ្ញុំកាលពីម្សិលមិញបាននិយាយថាចង់បានតែគួចក្លិនផ្លែថ្ងៃនេះវត្ថុធាតុដើមមិនគ្រប់គ្រាន់ទេតែមិនលក់ទេខ្ញុំអាចបន្ថែមលុយបានតែវត្ថុធាតុដើមមិនគ្រប់គ្រាន់មិនអាចធ្វើទាំងបង្ខំរសជាតិមិននឹងនោះទេតែខូចគឺមាត់នារីតូចរបស់អ្នកហើយក៏ខូចស្លាកយីហោរបស់ខ្ញុំដែរកញ្ញាសិន30កែវរបស់មន្ទីររដ្ឋបាលថ្ងៃនេះគឺបានត្រឹម10កែវទេចៅហ្វាយយើងនឹងជេរហើយឲ្យគាត់ទៅជាលោកប្រធានស៊ូទៅប្រាប់លោកមេប៉ូលីសជាតិថ្ងៃនេះហ៊ូចិនត្រូវឃុំខ្លួននៅសាលាជំនុំពេលយប់សិនបានខ្ញុំនឹងត្រឡប់ទៅប្រាប់ថាលោកប្រធានពូកែណាកាត់ផ្ដាច់គ្រោះថ្នាក់របស់គេជំនាញគេល្អប៉ុណ្ណាក៏គ្មានប្រយោជន៍ក្មេងស្រីតូចនេះឆ្លាតបន្តិចដែរតែការរកស៊ីមិនមែនជាការរើសយកប្រាក់ប៉ុន្មាននៅពេលនេះទេថ្ងៃនេះកំណត់ចំនួនថ្ងៃស្អែកនឹងបាត់បង់គេថ្ងៃខានស្អែកភ្ញៀវនឹងបែកខ្ញែកដោយឯកដល់ពេលនោះគេនឹងមកសមាគមពាណិជ្ជកម្មអង្គការដោយខ្លួនឯងដល់ពេលនោះខ្ញុំនឹងឲ្យគេលុតជង្គង់សុំអង្វរថ្ងៃនេះរកចំណេញបានតិចជាង40តើនៅទ្រាំបានទេល្អជាងអ្វីដែលខ្ញុំគិតទៅទៀតសមាគមពាណិជ្ជកម្មនឹងមិនឈប់ដៃទេកញ្ញាសិនមិនល្អហើយម៉ាក់ខ្ញុំឲ្យខ្ញុំប្រាប់អ្នកខ្លងទឹកកកថ្ងៃនេះត្រូវបានគេជួយយកទាំងអស់ហើយសូម្បីតែទឹកកកក៏មិនឲ្យដែរហើយអណ្ដូងចាស់ប៉ុន្មានកន្លែងនៅផ្លូវខាងលិចក៏មានគេយាមដែរមិនឲ្យពួកឯងធ្វើទឹកត្រជាក់ទេអញ្ចឹងស្អែកអត់លក់ទឹកក៏ទេអើឯងលក់3ដងក្នុងមួយថ្ងៃហ្នឹងមិនមែន3ដងទេគឺមនុស្ស3ប្រភេទមនុស្សដែលធ្វើការតាំងពីព្រលឹមក្រពះនៅទេត្រូវការរបស់ក្តៅមនុស្សដែលធ្វើដំណើរពេលថ្ងៃត្រូវការបំបត្តិការស្រេកទឹកមិនចាំបាច់ទឹកក៏ទេមនុស្សដែលធ្វើការយប់ជ្រៅត្រូវការទប់ស្កាត់ការឃ្លានមិនចង់បានត្រជាក់ទេមានរបស់ដែលមិនត្រជាក់តែអាចបំបត្តិការស្រេកទឹកសាកភ្លុកមួយម៉ាត់សិនទៅមិនត្រជាក់តែស្រស់ស្រាយណាស់សំណាងល្អដែលហាងយើងមានអណ្ដូងផ្ទាប់សមាគមពាណិជ្ជករគ្រប់គ្រងមិនបានទេសមាគមពាណិជ្ជដូច្នេះពេលថ្ងៃគឺអាចត្រជាក់បានតែមួយធុងប៉ុណ្ណោះបើមិនត្រជាក់គ្រប់គ្រាន់ទេកុំយកចេញលក់ខ្ញុំទៅតែម្នាក់ឯងសុនហៅជឿនឹងទៅជាមួយឯងជើងទី1កុំបារម្ភអញនៅទីនេះអ្នកណាហានឆក់លុយហាឯងកុំលួចផឹកទៅបានហើយខ្ញុំដូចមនុស្សបែបនោះទេកញ្ញាសិនថាផឹករបស់នេះពេលយប់មិនធ្វើឲ្យត្រជាក់ក្រពះហើយអាចទប់ស្កាត់ការឃ្លានទីបំផុតលេងជាតែត្រជាក់ហើយលោកគ្រូថាដាក់ស្ករតិចកុំឲ្យសិស្សផឹកហើយងុយគេងរបស់ដែលដាក់ស្ករតិចសម្រាប់សាលាគឺលោកឈុនថៅឥឡូវឯងដូចជាអ្នកគ្រប់គ្រងហាងតូចម្នាក់កែវនេះពិតជាមានតម្លៃណាស់ទើបចេញពីតំបន់ខាងលិចស្រាលតែរឹងមាំរបស់នេះមើលទៅថ្លៃភ្លាមបើធ្លាក់បែកត្រូវសង្ដល់ជីវិតទិដ្ឋភាពបែបនេះមកបង្កបញ្ហាឬមកឆ្មក់ប្លន់ផ្ទះគេកែវនោះខ្ញុំយកហើយអ្នកនាងមួយនេះមានគេកក់ទុកហើយខ្ញុំឲ្យ2ដងមិនមែនជារឿងលុយកាក់ទេគឺមានគេកក់ទុកហើយអ្នកជាអ្នកគ្រប់គ្រងហាងមែនខ្ញុំមិនមែនទេមិនមែនជាអ្នកគ្រប់គ្រងហាងក៏ហ៊ានខាត់ខ្ញុំដាក់គាត់ធ្វើតាមច្បាប់ហាងខាត់មិនខុសទេខុសហើយអ្នកគឺសេនលីឈូមែនហើយកែវនេះខ្ញុំយកខ្ញុំឲ្យ10ដងលក់មិនបានទេអ្វីក៏ត្រូវមានអ្នកមកមុនមកក្រោយដែរលោកស្រីលីវអ្នកមកដល់ហើយគឺអ្នកហើយមួយជីវិតគឺខ្ញុំមែនទេអ្នកជាអ្នកប៉ាក់ម្នាក់ជាធម្មតាអ្នកដេអាវនឹងប៉ាក់ការឲ្យគេរកលុយបានបន្តិចបន្តួចដោយលំបាកថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំថ្ងៃខួបកំណើតក៏មិនមែនជារបស់ដែលអ្នកគួរប្រើដែរឈុនថៅមិនមែនជាការបំភ័យទេលោកស្រីលីវក៏មិនមែនជាភ្ញៀវដែលទាបជាងអ្នកដែរចាត់ទុកថាអ្នកឆ្លាតហើយកញ្ញាសេនលោកស្រីលីវកែវយ៉ាន់ប៉ៃអ្នកបានកក់ទុកហើយអ្នកមើលមុនទៅខ្ញុំពិតជាអាចយកបានមែនទេបើបងប្រាក់កក់គឺអាចយកបានមែនទេកញ្ញាគូអ្នកអាចមិនទិញបានតែមិនអាចបំផ្លាញហាងបានទេល្អណាស់អ្នកចាំមើលបើម្ដាយខ្ញុំមកដល់អ្នកលុតជង្គង់អង្វរខ្ញុំក៏ខ្ញុំមិនលើកលែងលើកនេះខ្លាចតែពិតជាមានបញ្ហាធំហើយលោកជំទាវហូហ្វូពិតជាមកមែនឬអត់ចុះអ្នកវិញធ្វើម៉េចបើកទ្វារដូចធម្មតា
សិនលីឈូនេះរំលោភបំពានពេកហើយខ្ញុំគ្រាន់តែចង់ទិញកែវលីមួយប៉ុណ្ណោះគេបែរជាធ្វើឲ្យខ្ញុំបាត់មុខនៅចំពោះមុខមនុស្សម្នាក់ថែមទាំងនិយាយថាហូហ្វូក៏មិនអាចបំពានច្បាប់របស់កែវនោះដើមឡើយអ្នកណាជាអ្នកកក់អ្នកដេម្នាក់អ្នកបានរំលងជូគេអ្នកបានរំលងជូគេម៉ាក់ខ្ញុំជាកូនស្រីលោកនាងជាអ្នកដេម្នាក់មិនក៏អាចប្រៀបធៀបនឹងខ្ញុំចៅមីងជូបានទៅហូហ្វូបានបង្រៀនអ្នកឲ្យរៀនសូត្រនិងស្គាល់កាត់ប្រកេតមិនមែនបង្រៀនអ្នកឲ្យយកឋានៈទៅគៀបសង្កត់គេនោះទេម៉ាក់មិនក៏ម៉ាក់លំអៀងទៅខាងអ្នកក្រៅត្រូវបានរទេះសេះដឹកទៅកន្លែងមួយដើម្បីស៊ើបអង្កេតហូហ្វូពិតជាមកមែនកញ្ញាសិនលើកនេះមានបញ្ហាធំហើយលីឈូចុះកុំកិច្ចវិសិទ្ធខ្ញុំជាអ្នកគ្រប់គ្រងតើត្រូវទៅណាលោកជំទាវគូអ្នកស្គាល់ខ្ញុំឬកញ្ញាគូបាននិយាយកាលពីម្សិលមិញថាហូហ្វូម៉ាក់គឺគេនឹងហើយអ្នកដេម្នាក់នោះកាលពីម្សិលមិញតែនាងមិនបានមកថ្ងៃនេះទេអញ្ចឹងសូមឲ្យគេទៅអញ្ជើញនាងមកម៉ាក់ការសុំទោសត្រូវតែនិយាយទល់មុខគ្នាកាលពីម្សិលមិញកូនស្រីខ្ញុំបាននិយាយពាក្យសម្ដីមិនថែមទាំងបានបំពានច្បាប់នៅក្នុងហាងរបស់លោកសិនលោកជំទាវមិនហ៊ានទេលោកជំទាវមិនហ៊ានមិនមែនមកពីអ្នកមិនហ៊ានទេគឺគាត់ទេដែលគួរតែសុំទោសម្ដាយមីងជូមនុស្សច្រើនណាស់កំពុងមើលកាលពីម្សិលមិញពេលគាត់ត្រូវអ្នកធ្វើក៏មានមនុស្សមើលដែរកាលពីម្សិលមិញខ្ញុំបានបំពានពាក្យសម្ដីសុំទោសមិនអីទេមិនអីទេថ្ងៃនេះព្រះអាទិត្យរះពីទិសខាងលិចមកលោកជំទាវចាស់នៅផ្ទះខ្ញុំបានពិសាទឹកដោះគ្នាផ្លែអិនផលក្រហមពីហាងរបស់គាត់ជាមនុស្សចាស់ខ្លាចត្រជាក់ជាច្រើនឆ្នាំមកកាលពីយប់មិញគាត់កម្របានគេងលក់ស្រួលដូច្នេះថ្ងៃនេះខ្ញុំមកមិនមែនគ្រាន់តែដើម្បីសុំទោសទេថែមទាំងចង់ឃើញផ្ទាល់នឹងភ្នែកទៀតផងហាងដែលអាចធ្វើឲ្យលោកជំទាវចាស់ទុកចិត្តពិសាបាទមានច្បាប់ទម្លាប់បែបណាឥឡូវនេះបានឃើញហើយបើកាលពីម្សិលមិញអ្នកពិតជាបានប្រាថ្នារបស់អ្នកដើម្បីឆក់យកថ្ងៃនេះច្បាប់ទម្លាប់នៅក្នុងហាងនេះនឹងបែកបាក់អស់លោកជំទាវចាស់ត្រូវការមួយកែវទៀតនៅថ្ងៃស្អែកញ៉ាំនៅហាងឬខ្ចប់យកទៅផ្ទះខ្ចប់យកទៅផ្ទះបើផ្ទះលោកអ្នកចង់កំងភេសជ្ជៈជាប្រចាំត្រូវសរសេរឲ្យច្បាស់ពីពេលវេលារសជាតិចំនួនមនុស្សថ្ងៃនេះហេតុអ្វីបានជាភ្ញៀវកិត្តិយសមកបន្តគ្នាសូមសួរថាតើអ្នកនាងសិនលីឈូមួយណាខ្ញុំលោកជំទាវចាស់នៅផ្ទះលោកតាខ្ញុំនឹងមានយប់នេះកញ្ញាបាននិយាយថាថ្ងៃនោះគាត់បានដួលសន្លប់ដោយសារគឺកញ្ញាសិនមួយពេងដ៏កក់ក្ដៅបានជួយសង្គ្រោះលោកជំទាវចាស់បានរើសហើយក៏បានអញ្ជើញកញ្ញាសិនពិសេសឲ្យចូលក្នុងផ្ទះរៀបចៃដល់នៅអីលោកប្រធានស៊ូបានរើថាពិធីបុណ្យខួបកំណើតរបស់លោកជំទាវដើម្បីចុះឈ្មោះជំនួសហាងតែនីមួយ3ថ្ងៃក្រោយមិនមែនមានតែកញ្ញាសិនម្នាក់ទេដែលចូលគឺពិធីបុណ្យតែ3ថ្ងៃក្រោយខ្ញុំទៅរកលោកសិនជាម្ចាស់ហាងស្រមោលនៅតាមផ្លូវធ្វើលឿនប៉ុណ្ណាក៏ដោយពិធីបុណ្យខួបកំណើតមិនមែនជាផ្លូវខាងកញ្ញាសិននិងពួកគេសុទ្ធតែបានយករបស់ថ្លៃមកថ្លៃមិនស្មើនឹងសំរុំទេគឺប្រអប់នោះមិញអ្នកណាធ្វើខុសខ្ញុំអត់បានឃើញទេមានបញ្ហាហើយពិបាកបែបនេះមិនក៏កើតពួកយើងបានពិនិត្យរួចហើយមុនពេលចេញលោកសិនជាម្ចាស់ហាងកាត់អីណាមិនទាន់ចាប់ផ្ដើមផងក៏មានបញ្ហាទៅហើយរបស់ដែលលោកជំទាវចាស់នឹងទទួលទានមានបញ្ហាតែគ្មានអ្នកណាអាចទទួលខុសត្រូវបានកញ្ញាសិនឥឡូវធ្វើម៉េចយ៉ាម៉ាមិនបាច់ប្រើទេបដូរទៅផែនការទី2អ្នកបន្ទាប់យកភេសជ្ជៈតែចេញមកដើម្បីពិនិត្យលោកជំទាវចាស់តែមួយពេលនេះមិនត្រូវការបត់ពិសោធន៍ទេគ្រាន់តែសុំឲ្យលោកជំទាវផឹកហើយមានអារម្មណ៍ស្រួលក្នុងពោះបន្តិចភេសជ្ជៈក្តៅវណ្ណលោកជំទាវចាស់ថ្ងៃនេះក្រពះខ្សោយមិនអាចសង្កត់មានក្លិនអង្ករតិចបាយដំណើបខ្មៅស្ងោរផុយល្អផ្លែគូលែនសម្រាប់បន្ថែមផ្លែទៀវក្រហមយកតែរសជាតិផ្អែមបន្តិចមិនផ្អែមខ្លាំងពេកភេសជ្ជៈសម្រាប់ពិធីខួបកំណើតលោកយាយថ្ងៃនេះហាក់ដូចជាមានលទ្ធផលហើយម៉ៃស៊ូហ៊ុយមានពាក្យចង់និយាយបើលោកយាយពេញចិត្តនោះជាសមត្ថភាពរបស់កញ្ញាសិនហើយប៉ុន្តែថ្ងៃនេះជាពិធីតែ100រសជាតិបើគ្រាន់តែពឹងផ្អែកលើភេសជ្ជៈក្តៅមួយកែវដើម្បីកំណត់វាហាក់ដូចជាចង្អៀតពេកហើយក្រុមភ្ញៀវខុសគ្នាស្រមោលខុសគ្នាមិនបន្ថែមសំណួរមួយទៀតមិនឲ្យកញ្ញាសិនធ្វើស្រមោល4កែវទៀតសម្រាប់មនុស្សចាស់នារីក្រមុំនិងលោកនិងក្មេងលោកជំទាវនិងក្មេងភ្លក់ជាមួយគ្នាភេសជ្ជៈមនុស្សចាស់ត្រូវក្តៅវណ្ណភេសជ្ជៈនារីក្រមុំត្រូវស្រស់ថ្លាភេសជ្ជៈលោកជំទាវត្រូវមានជាតិបំពន់ភេសជ្ជៈក្មេងត្រូវឆ្អែតពោះប៉ុន្តែមិនត្រូវផ្អែមពេកទេកញ្ញាសិនអ្នកមិនមើលរូបមន្តទេតែមើលមនុស្សរូបមន្តគឺជារបស់ស្លាប់មនុស្សគឺជារបស់រស់មិនមែនខ្ញុំមិនចង់ស្លាប់ទេកូនឯងនេះមិនដូចជាអ្នកលក់គ្រឿងផ្សំធម្មតានោះទេស្រីស្អាតគ្រាន់តែចង់ឲ្យរបស់ដែលចូលមាត់ភេសជ្ជៈសម្រាប់ពិធីខួបកំណើតថ្ងៃនេះនឹងប្រើរបស់នរណាព្រះចៅអធិរាជមានព្រះរាជបញ្ជាឲ្យសិនលីចូលក្នុងវាំងកញ្ញាសិនលីចេញមកទទួលព្រះរាជបញ្ជាកញ្ញាសិនថ្ងៃនេះព្រះចៅអធិរាជមិនសូវមានព្រះចៅអធិរាជថ្ងៃនេះមិនសូវយល់ថាភេសជ្ជៈមួយពេងរបស់អ្នកអាចធ្វើឲ្យលោកជំទាវចាស់នៃផ្ទះលោកតាមមើលអ្នកចូលមកក្នុងវាំងធ្វើការកញ្ញាសិនខ្ញុំសូមរំលឹកអ្នកមួយម៉ាត់មនុស្សក្នុងវាំងមិននិយាយចេញពីមាត់ទេតែក្នុងចិត្តពួកគេកំពុងតាមមើលអ្នកអរគុណលោកពុកដែលបានរំលឹកខ្ញុំមិនខ្លាចទេបើខ្លាចមិនក៏នៅតែហ៊ានធ្វើបែបនេះបើដៃញ័រភេសជ្ជៈនឹងខូចអស់ហើយមិនចម្លែកទេដែលព្រះចៅអធិរាជចងចាំអ្នកគឺជាអ្នកលក់ទឹកស្រែនៅតាមជនបទនោះមែនលោកមេកាឈិនព្រះចៅអធិរាជបានកោះហៅមនុស្សម្នាក់លោកពុកលីកុំយកច្រឡំខ្ញុំបម្រើគ្រាន់តែបារម្ភថាការងារក្នុងវាំងមានភាពល្អិតហើយសិល្បៈហត្ថកម្មជនបទខ្លាចក្រែងកញ្ញាមិនសាមឲ្យតែមានទៅធ្វើការស្អាតគឺបានហើយទៅធ្វើការមាន
គ្រាន់តែថ្ងៃនេះសោទូទឹកក៏មិននៅតំបន់ខាងលិចទេក្រូចឆ្មាក៏ទើបតែអស់ដែរតែល្អបំផុតត្រូវទុកសម្រាប់ព្រះមេដាធិរីកញ្ញាសិនបើពិតជាមានសមត្ថភាពមែនរបស់ធម្មតាក៏អាចធ្វើឲ្យចេញជារបស់ល្អបានដែរមែនទេបានលោកមេកាឈិនព្រះចៅអធិរាជចង់បានតែទឹកក្រូចឆ្មាជាអង្កាមត្រាំត្រជាក់ជាមួយពុះទឹកដោះលីកុងខ្ញុំបម្រើក៏គ្មានសមត្ថភាពអាចបង្កើតទឹកកកនិងក្រូចឆ្មាបានដែរមិនបាច់ទឹកកកមិនបាច់តែល្អទេមានទឹកក្តៅណាស់ក៏បានហើយនេះក៏ហៅថាបញ្ហាដែរនាងខ្ញុំសិនលីឈូថ្វាយបង្គំព្រះករុណាលោកស្រីសិនឲ្យបាត់មុខយូរហើយថ្ងៃនេះគ្មានទឹកក៏ទេក៏គ្មានក្រូចឆ្មាស្រស់ដែរនាងខ្ញុំសូមបដូរទៅជាតែក្រូចឆ្មាជាអង្កាមក្តៅល្អណាស់ឆ្ងាញ់ចាប់ពីថ្ងៃនេះទៅនៅពេលសិនលីឈូចូលក្នុងវាំងដើម្បីផ្នែករៀបចំអាហារមិនត្រូវរំខានព្រះករុណាអរព្រះគុណថ្ងៃស្អែកព្រះមាតាស្ត្រីចង់ជួបអ្នកនាងខ្ញុំសិនលីឈូថ្វាយបង្គំព្រះមាតាស្ត្រីគឺអ្នកដែលប្រើល្បិចកទីផ្សារដើម្បីបោកបញ្ឆោតធ្វើឲ្យព្រះចៅអធិរាជនឹកនេះជារៀងនាងខ្ញុំមិនហ៊ានបោកបញ្ឆោតព្រះករុណាដោយពាក្យសម្ដីប៉ិនប្រសប់ខ្ញុំនឹងមើលថាអ្នកមានសមត្ថភាពពិតប្រាកដអ្វីខ្លះយ៉ាងម៉េចមើលឃើញអ្វីខ្លះព្រះមាតាស្ត្រីថ្មីនេះបានពិសាទឹកស៊ុបបំផុតក្រោយពីពិសាទឹកស៊ុបរសជាតិផ្អែមខ្លាំងរសជាតិថ្នាំសង្កត់ក្រពះពេលថ្ងៃមួយគេងតែពេលយប់បែរជីគេងមិនលក់ស្រួលព្រះមាតាស្ត្រីមិនមែនមិនអាចពិសាភេសជ្ជៈគឺមិនអាចពិសាភេសជ្ជៈផ្អែមខ្លាំងស្អិតនឹងអ្នកចង់ធ្វើអ្វីទឹកដោះគោក្តៅណាស់ជាមួយផ្លែគុយធ្វើនឹករលឹកនឹងបារម្ភពីអ្នកដែលនៅឆ្ងាយឆ្នាំនោះទាំងរដូវការីកនិងរដូវក្តៅរដូវរងានិងរដូវក្តៅលែងនៅក្នុងសុបិនទៀតហើយនៅរោគលោកប៉ាំងមិនឃើញគ្រាន់តែប៉ុណ្្នឹងឯងបើព្រះមេដាធិរាជយល់ថាមិនសមនាងមីងនឹងលែងធ្វើទៀតហើយខ្ញុំជាព្រះមេដាធិរាជបាននិយាយថាមិនថ្ងៃស្អែកចាំមកទៀតខ្ញុំជាព្រះមេដាធិរាជចង់មើលថាថ្ងៃនេះឯងគ្រាន់តែចៃដន្យល្អអត់ដែលអាចធ្វើឲ្យព្រះមេដាធិរាជរក្សាឯងទុកហើយសង្ស័យឯងជាមិនសូមអរគុណចំពោះសេចក្តីស្រឡាញ់ដ៏នាយកដ្ឋានទីផ្សារខ្វះមនុស្សម្នាក់ជាប្រធានផ្នែកទ្រូតាឯងសុខចិត្តទេសូមអរគុណព្រះករុណាព្រះមហាក្សត្រតែនាងមីងឯងមិនអាចចូលក្នុងវាំងបានហេតុអ្វីនាងខ្ញុំចង់ឲ្យហាងតែលីឈូបន្តបើកលក់នៅលើផ្លូវចង់បន្តជួស្ត្រីធម្មតាស្ត្រីមេម៉ាយនិងក្រុមគ្រួសារកម្មកររងរបួសចង់ឲ្យពួកគេចេះអានចេះគិតលេខនិងចេះដោះស្រាយឯកសារមិនមែនគ្រាន់តែរងចាំអ្នកដទៃឲ្យបាយមួយពេកថែមទាំងសូមព្រះរាជទានអនុញ្ញាតឲ្យប្រជាជនទូទៅបើកហាងឯកសារដែលប្រើច្បាប់មកជិះជាន់អនុញ្ញាតហើយសូមអរគុណព្រះករុណាព្រះមហាក្សត្រឯងអរគុណលឿនពេកហើយបើឯងពិតជាចង់ថ្ងៃស្អែកចូលយកសមត្ថភាពទៅបង្ហាញអ្នកត្រូវទៅចូលគាល់ព្រះមហាក្សត្រនៅព្រឹកស្អែកសមាគមពាណិជ្ជករបរោះក៏នឹងមកដែរតើអ្នកហ៊ានទៅទេនាងខ្ញុំហ៊ានថ្ងៃស្អែកចូលគាល់នៃណាអ្នកជាអ្នកលក់តែទឹកដោះគោម្នាក់ចូលគាល់រាជវាំងសមាគមពាណិជ្ជកម្មក៏ទៅពួកគេនឹងយកបញ្ហាទុកលំបាករបស់ស្ត្រីនិងប្រភពទំនិញពីតំបន់ខាងបំផ្លាញតម្លៃទីផ្សារហើយរួមគ្នាដាក់សម្ពាធដូច្នេះយប់នេះត្រូវត្រៀមខ្លួនឲ្យបានល្អសមាគមពាណិជ្ជកម្មបរិសុទ្ធបានរួមគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការខាងតែ Shen លេជាបង្កភាពច្របូកច្របល់ពិនិត្យមើលតម្លៃទាបចាស់ប្រើប្រាស់ប្រភពទំនិញពីតំបន់ខាងថែមទាំងជួស្ត្រីជាច្រើនដើម្បីទទួលភ្ញៀវការងារនេះប៉ះពាល់ដល់សិលធម៌សង្គមការរកស៊ីបែបនេះពិតជាមិនសមរម្យទេប្រសិនបើមនុស្សគ្រប់គ្នាធ្វើអ្នកមានក្នុងផ្ទះសុទ្ធតែចេញទៅរកស៊ីតើវាសមរម្យដែរឬទេ Shen លេជួតើអ្នកមានអ្វីនិយាយដើម្បីការពារខ្លួនទេនេះគឺជាបញ្ជីឈ្មោះបុគ្គលិករបស់ហាងតែលេជួហាងតែលេជាបច្ចុប្បន្នមានកម្មការិនី13នាក់ក្នុងនោះមានស្ត្រីមេម៉ាយ4ស្ត្រីធម្មតា5ទីហ៊ានពីការ3នាក់ស្ត្រីដែលត្រូវម្ដាយក្មេកបណ្ដេញចេញពីផ្ទះម្នាក់មុនចូលធ្វើការនៅហាងប្រាក់ចំណូលប្រចាំខែខ្ពស់បំផុត100វ៉ាទីបំផុតគ្មានចំណូលបន្ទាប់ពីចូលធ្វើការនៅហាងប្រាក់ឈ្នួលប្រចាំខែទីបំផុត280វ៉ាយ៉ាងច្រើនបំផុត500កាក់ដល់អាហារក្តៅមួយពេលជារៀងរាល់ថ្ងៃរបួសឬឈឺមិនកាត់ប្រាក់ឈ្នួលថ្ងៃនោះទេអ្នកជួលពួកគេធ្វើអ្វីគិតលុយធ្វើបញ្ជីត្រួតពិនិត្យទំនិញនិងបិទត្រាដឹកជញ្ជូនខាងក្រៅនិងកត់ស្ត្រីអាចធ្វើបញ្ជីបានស្ត្រីទាំងនោះបានយកសៀវភៅកណេឲ្យកាលពីម្សិលមិញមកប្រសិនបើលោកម្ចាស់ទាំងអស់គ្នាធ្វើតើអាចគិតគូរយ៉ាងណានៅក្នុងហាងការទិញទំនិញចូលការខាតបង់និងការចំណាយដែលកើតឡើងដោយប្រាក់ឈ្នួលកម្មការិនីត្រូវបានរៀបបញ្ជីដាច់ដោយឡែកធ្វើការទូទាត់ជារៀងពិនិត្យឡើងវិញរៀងរាល់10ថ្ងៃម្ដងកណេឲ្យច្បាស់លាស់មិនមែនមានន័យថាត្រឹមត្រូវតាមច្បាប់នឹងស្ត្រីចេញមុខចេញមាត់ជាសាធារណៈតាមពិតងាយនឹងបង្កចំនួនដែលលោកប្រធានស៊ូនិយាយតើវាជាការដែលពួកគេចេញទៅធ្វើការឬក៏ពួកគេលែងអង្ក្បាលចំពោះសមាគមពាណិជ្ជកម្មកញ្ញាសិនមានវោហារសាស្ត្រល្អហើយការតស៊ូក៏ធ្វើបានល្អដែរប៉ុន្តែសមាគមពាណិជ្ជកម្មថ្ងៃនេះកំពុងប្រឈមមិនមែនត្រឹមតែស្ត្រីធ្វើការនោះទេភេសជ្ជៈដែលបានផលិតបានប្រើប្រាស់វត្ថុធាតុដើមពីតំបន់ខាងលិចដូចពេងកែវរបស់ទាំងនេះមិនបានឆ្លងកាត់ការត្រួតពិនិត្យទំនិញពីហើយក៏គ្មានការធានាពីសមាគមពីបើវត្ថុធាតុដើមមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវរឿងវត្ថុធាតុដើមរបស់សិនលីឈូតើអ្នកនិយាយយ៉ាងណានាងខ្ញុំមានកិច្ចសន្យាផ្គត់ផ្គង់មានសៀវភៅត្រួតពិនិត្យទំនិញមានគំរូដែលបានបិទចិត្តតើសៀវភៅរបស់អ្នកត្រូវបានធ្វើឡើងដោយរបៀបណាដូច្នេះនាងខ្ញុំស្នើសុំឲ្យត្រួតពិនិត្យទំនិញនៅហាងនេះគឺជាភេសជ្ជៈតែលីឈូកិច្ចសន្យាផ្គត់ផ្គង់ដែលបានចុះហត្ថលេខាជាមួយក្បួនពាណិជ្ជករទំនិញគ្រប់បាច់ទាំងអស់នឹងត្រូវបិទគំរូនិងចុះបញ្ជីមុនពេលពិនិត្យរសជាតិពិនិត្យពណ៌ទំនិញរបស់ខ្ញុំបានចូលរាជធានីតាមផ្លូវត្រូវច្បាប់ហើយមានឯកសារមានវិក័យបទពន្ធដារគ្រាន់តែសភាពាណិជ្ជកម្មបរិសុទ្ធមិនព្រមធានាទើបមិនអនុញ្ញាតឲ្យហាងជីងចុងទទួលយកតើមានវិក័យបទពន្ធដារទេវិក័យបទពន្ធដារគ្មានបញ្ហាទេការមានវិក័យបទពន្ធដារមិនមែនមានន័យថាវត្ថុធាតុអាចបន្តត្រួតពិនិត្យបានគ្រាន់តែនាងខ្ញុំស្នើសុំឲ្យត្រួតពិនិត្យទំនិញចំនួន3សំណាក់ណាខ្លះគំរូដែលបានបិទចិត្តពីក្នុងវាំងគំរូដែលបានបិទចិត្តពីភេទគំរូដែលសភាពាណិជ្ជកម្មបានយកមកចោទប្រកាន់មុនពេលត្រួតពិនិត្យនាងខ្ញុំក៏សូមអញ្ជើញលោកឈៀនប៊ូថៅចូលហាងត្រួតពិនិត្យហៅមេប៉ូលីសមកធ្វើអ្វីមានគេកំពុងបង្វែរស្ថានីយពាណិជ្ជកម្មទៅជាសំណុំរឿងសូមក៏ហៅអតីតមេប៉ូលីសចូលក្នុងសាលមេប៉ូលីសផ្លូវខាងលិចឈៀនជេងក្រាបបង្គំគាល់ព្រះចៅអធិរាជក្រោកឡើង
ព្រះចៅអធិរាជការត្រួតពិនិត្យទំនិញគឺជាកិច្ចការលោកស្រីសិនអញ្ជើញលោកមេប៉ូលីសចូលកុំឲ្យនិយាយរឿងនេះធ្ងន់ធ្ងរពេកបើគ្រាន់តែជារឿងជំនួញធម្មតាគឺមិនបាច់មានលោកបើមាននរណាម្នាក់ប៉ះពាល់ថ្នាំដែលបានបិទចិត្តនោះមិនមែនជារឿងជំនួញទេចាប់ផ្ដើមត្រួតពិនិត្យទំនិញក្លិនទឹកដោះគោគ្មានជាតិជូរមានជាតិជូរគ្មានម្សៅឡើយមិនត្រឹមត្រូវថង់នេះមិនត្រឹមត្រូវទេមានលីម្សៅផ្សេងតែយីម្សៅប្រភេទនេះតាមម្សៅទឹកដោះគោខ្លួនវាខូចហើយឬក៏លីបញ្ចូលនៅពេលក្រោយការលីបញ្ចូលនៅពេលក្រោយអាចមានបញ្ហានាងខ្ញុំសូមស្នើឲ្យត្រួតពិនិត្យថាថង់គំរូនេះមកពីអ្នកណាជាអ្នកកាន់ពិតចិត្តនៅពេលណាកញ្ញាសិននេះគឺសង្ស័យថាសមាគមពាណិជ្ជកម្មខ្លាញ់បន្លំហើយអ្នកណាជាអ្នកយកគំរូព្រះអង្គម្ចាស់ទូបង្គំបានយកវាពីឃ្លាំងសមាគមពាណិជ្ជកម្មយកនៅពេលណាព្រឹកនេះអ្នកណាជាអ្នកបិទទូបង្គំជាអ្នកបិទដោយផ្ទាល់ចុះហេតុអ្វីបានជាដៃអ្នកគ្មានស្នាមក្រមួនបិទត្រួតពិនិត្យព្រះអង្គម្ចាស់ទូបង្គំគ្រាន់តែធ្វើតាមបញ្ជាយកទំនិញរឿងផ្សេងទៀតទូបង្គំមិនដឹងអ្វីទាំងអស់ក្លិនស្រដៀងនឹងកាកសំណល់នៅបាតពេញម្សៅទឹកដោះគោទូបង្គំមិនដឹងទេទូបង្គំគ្រាន់តែទទួលបញ្ជាឲ្យយកគំរូនេះមកទទួលបញ្ជាពីអ្នកណាគឺលោកប្រធានស៊ូនៃសភាពាណិជ្ជកម្មព្រះចៅអធិរាជឆៅមីងត្រូវគេចោទប្រកាន់ខុសហើយអនុប្រធានហ៊ានណាស់ឥឡូវនេះមនុស្សនៅទីនេះទាំងអស់ហើយនៅតែហ៊ានមកឲ្យបរិសុទ្ធទាំងអស់ទៅឃ្លាំងនឹងផ្ទះសម្បែងទាំងអស់ត្រូវបិទនឹងលោកប្រធានស៊ូនិងអ្នកផ្សេងទៀតត្រូវចាប់ដាក់គុកទាំងអស់រងចាំការកាត់ទោសក្រៅពីនេះភេសជ្ជៈក្នុងវាំងដែលផ្គត់ផ្គង់ដោយលេឈូឆាអ៊ីនត្រូវបិទគំរូដោយឡែកត្រួតពិនិត្យទំនិញដោយឡែកចុះបញ្ជីដោយឡែកលេឈូឆាអ៊ីនមិនត្រូវយកលេខឈ្មោះសាធារណៈដើម្បីគៀបសង្កត់ដៃគូប្រមិនត្រូវដណ្ដើមទីផ្សារដោយបង្ខំឡើយនាងខ្ញុំសូមគោរពតាមព្រះសូមថ្លែងអំណរព្រះគុណព្រះមហាក្សត្រអូហូការចូលវាំងលើកនេះមិនត្រឹមតែបានកម្ចាត់សភាពាណិជ្ជកម្មប៉ុណ្ណោះទេថែមទាំងបានទទួលផ្ទាំងសាលាចារឹកដែលព្រះចៅអធិរាជប្រទានកញ្ញាសិនពិតជាពូកែណាស់ភោជនីយដ្ឋានជូស៊ីនឡៅក៏ត្រូវបានដូច្នេះខ្ញុំមានបំណងទិញវាហើយបើកសាខាមួយទៀតរបស់លេឈូឆាអ៊ីនខ្ញុំឈុនថាវនឹងធ្វើជាម្ចាស់ហាងលោកស្រីសេងខ្ញុំពិតជាអាចមែនអ្នកអាចធ្វើបានឥឡូវអ្នកចេះគិតគូរហើយចេះគ្រប់គ្រងហាងគឺជាមនុស្សដែលស័ក្តិសមបំផុតក្រៅពីនេះខ្ញុំក៏ចង់បើកសាលារៀនសម្រាប់អ្នកសាលារៀនអព្រះជាបង្រៀនអ្វីគឺបង្រៀននារីឲ្យចេះអក្សរចេះគិតគូររកប្រាក់និងបើកហាងបើពួកគេចេះរកប្រាក់និងបើកហាងទាំងអស់គ្នាចុះអ្នកនឹងរកលុយបានដោយរបៀបណាប៉ុន្តែស្ត្រីនៅលើโลกនេះអាចរស់នៅដោយពឹងផ្អែកលើខ្លួនឯងបាននេះមានន័យជាងការរកលុយទៅទៀតមិនមែនឬនារីរៀនបើកហាង